សូមជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំយកនៅសិភៅមួយសិភៅនេះគេនិយាយអំពីមួយ1101វិធីបាទ101វិធីធ្វើម៉េចឲ្យយើងនឹងគឺមានបាទអញ្ចឹងប្រហែលជាបងប្អូនធ្លាប់ដឹងធ្លាប់ឮហើយពាក្យថាមានមួយម៉ាត់នេះមិនមែនសុកយើងคล้ายជាអ្នកមានមិនមែនសុកគឺមានទ្រព្យសម្បត្តិហូរហៀនោះទេបងប្អូនអញ្ចឹងដើម្បីឲ្យយើងមានបានគឺយើងត្រូវតែត្រៀមហើយសិក្សាស្វែងរកគន្លឹះរកវិធីដើម្បីឲ្យយើងនឹងคล้ายជាអ្នកមានคล้ายបើយើងនិយាយមួយម៉ាត់ថាគឺមានទ្រព្យសម្បត្តិបាទអូខេអញ្ចឹងដើម្បីឲ្យคล้ายទៅជាអ្នកមានឬក៏មានទ្រព្យសម្បត្តិច្រើនបបោហូរហៀវាតន់ណាតែយើងនឹងគឺគេហៅថាស្វះស្វែងបាទស្វះស្វែងសិក្សាស្វះស្វែងរកស្វះស្វែងសហការជាមួយនឹងមិត្តភ័ក្តិសហការជាមួយនឹងដៃគូអាជីវកម្មផ្សេងដើម្បីឲ្យទទួលបាននៅលទ្ធផលល្អអញ្ចឹងកាលណាយើងមាននៅបទពិសោធន៍នៅមានចំណេះមានជំនាញមានសមត្ថភាពគឺយើងអាចចាប់ឬក៏កាន់យកនៅរបស់នោះបានដោយងាយអូខេប៉ុន្តែប្រសិនបើយើងកើតមកចំកូនអ្នកមានបាទកូនអ្នកសម្បូរដោយទ្រព្យសម្បត្តិអានោះគឺមានឪពុកម្ដាយឬក៏ម៉ែឪឬក៏អ្នកណាម្នាក់ដែលគាត់ចាំជួយឬក៏ចែកទ្រព្យសម្បត្តិឲ្យយើងក៏ប៉ុន្តែទ្រព្យសម្បត្តិឬក៏លុយកាក់ទាំងអស់ដែលបានមកពីឪពុកម្ដាយដែលមិនបានមកពីញើសឈាមរបស់យើងបងប្អូនវាពេលខ្លះទៅគឺវាពិបាកដែរគឺវាអាចបាត់បង់ទៅវិញដោយសារតែយើងមិនចេះបង្កើតវាក៏ប៉ុន្តែបើសិនជាយើងបានបង្កើតរបស់នោះដោយខ្លួនឯងណាបងប្អូនគឺកើតហើយកើតទៀតកើតហើយទៀតពាក្យចាស់លោកពោលថារបស់ទាំងឡាយណាដែលវាកើតចេញពីញើសហើយនឹងឈាមរបស់យើងគឺវាអាចនិយាយបានថាវាកើតឡើងរហូតបាទវាកើតឡើងរហូតដូច្នេះខ្ញុំយកនៅអត្ថបទមួយដើម្បីឲ្យបងប្អូននឹងស្ដាប់ហើយយកទៅអនុវត្តបើសិនជាកន្លែងណាដែលល្អបងប្អូនអាចយកមកទុកដាក់នៅក្នុងចិត្តហើយបងប្អូនគ្រាន់តែស្ដាប់ហើយស្វែងយល់អូខេអញ្ចឹងនៅចំណុចមួយគេនិយាយអំពីថាការត្រៀមខ្លួនមុនខ្លាយជាអ្នកមានមិនមែនខ្លាយជាអ្នកមានអត់ត្រៀមខ្លួនទេបងប្អូនគឺត្រូវតែត្រៀមបាទមានបញ្ហាខ្លះដែលត្រូវប្រកែកឬក៏បដិសេធមិនព្រមទទួលយកឲ្យខានតែបានក៏ប៉ុន្តែមានការងារខ្លះទៀតមានការលំបាកតាំងពីដំបូងរហូតមកដល់ចុងបញ្ចប់ដើមក៏ត្រូវតែពុះពៀធ្វើការងារដោយពុំខ្លាចហត់នឿយទាំងអស់ដូច្នេះហើយដើម្បីឲ្យคล้ายទៅជាអ្នកមានម្នាក់ឬคล้ายទៅជាជើងឯកខាងចំណូលច្រើនតើត្រូវធ្វើអ្វីខ្លះដើម្បីคล้ายទៅជាអ្នកមានម្នាក់គេក៏មានអារម្មណ៍គិតទុកឬក៏ត្រៀមទុកជាមុនគឺមានការលំបាកលំបិនហើយផ្សងនឹងគ្រោះថ្នាក់យ៉ាងខ្លាំងបំផុតបើមានការលំបាកពិតប្រាកដនៅក្នុងឧបសគ្គគេក៏អាចលើកជាសំណួរសួរថាតើការធ្វើជាអ្នកមាននឹងគឺស្រួលឬពិតប្រាកដស្រួលឬក៏លំបាករឿងលំបាករឿងងាយក៏ត្រូវតែសិក្សាលម្អិតនៅក្នុងវគ្គនីមួយៗខាងក្រោមជាបន្តបន្ទាប់តាមការធម្មតាដើម្បីคลายទៅជាអ្នកមានម្នាក់លុះត្រាតែយើងនឹងគិតត្រៀមខ្លួនជាមុនតាំងពីដំបូងរហូតរៀងតមកគឺការត្រៀមខ្លួនដោយត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យคลายទៅជាអ្នកមានម្នាក់ការត្រៀមខ្លួនជាមុនយ៉ាងហោចណាស់ក៏មានអារម្មណ៍គិតថាតើត្រូវចាប់យកនៅមុខរបរអ្វីដើម្បីឲ្យคลายទៅជាអ្នកមាននៅក្នុងពេលអនាគតជាការត្រឹមត្រូវណាស់គិតដែលបានត្រឹមត្រូវពីខាងដើមគឺជាជំហានដំបូងដែលត្រូវធ្វើយ៉ាងណាឲ្យคลายទៅជាអ្នកមានម្នាក់លុះត្រាតែយើងនឹងមានគម្រោងឬក៏រៀបចំទុកជាមុនបើទោះជាមិនបានសម្រេចតាមគោលបំណងរបស់ខ្លួន
យ៉ាងហោចណាស់ការគិតទាំងអស់នោះក៏បានផ្ដល់នៅផលប្រយោជន៍ឲ្យយើងខ្លះដែរគ្រប់មុខជំនាញទាំងអស់ដូចជាមានមូលដ្ឋានគ្រឹះដ៏រឹងមាំគឺការគិតរៀបចំទុកជាមុនអំពីអនាគតដ៏វែងឆ្ងាយឲ្យបានមុតស្រួចដ៏ល្អិតល្អន់ហើយការប្រតិកម្មឬក៏ការប្រកបមុខរបរណាដែលត្រូវហ៊ានប្រឈមមុខជាមួយនឹងការលំបាកលំបិនតែងតែយីអន់ទោលតាមប្រាណគ្រប់ជំហានការលំបាកមិនសំដៅទៅលើមុខចំនួនមួយចំនួនតែប៉ុណ្ណោះទេគឺជាការងារមួយណាដែលត្រូវមានការលំបាកតែបើមានគម្រោងឬផែនការនៅក្នុងជីវិតច្បាស់លាស់ជាមុនសិនទើបមានលទ្ធផលវិជ្ជមានគេអាចពន្យល់ដោយងាយថាមុននឹងលោកអ្នកសាងសង់ផ្ទះគឺសំខាន់ណាស់រៀបចំគម្រោងស្ថាបនាផ្នែកគ្រឹះខាងក្រោមជាមុនសិនមុននឹងសាងសង់ផ្ទះឬក៏កន្លែងណាមួយនៅក្នុងមុខចំនួនឬក៏និយាយអំពីនិយាយដោយធ្វើការប្រៀបធៀបបើចង់បានត្រីធំលុះត្រាតែដាក់នុយធំដែររីឯឃ្លៀនៅក្នុងមុខជំនាញដែលបានត្រៀមនិយាយថាបើគ្មានក្របពូជផងមានអ្វីដែលត្រូវដោះម្យ៉ាងទៀតត្រូវពិចារណារកហេតុនិងផលថាបើទោះបីជាមានក្របពូជនោះល្អតែត្រូវយកទៅដាំនៅលើដីមិនល្អដំណាំនោះក៏មិនសូវបានផលដែរយ៉ាងណាមិញគេពុំមានមហិច្ឆតារកស៊ីនៅក្នុងរបបកុម្មុយនីសទេសូមក្រឡេកទៅមើលថាតើអ្នកមានឬសេដ្ឋីមហាសេដ្ឋីនៅក្នុងពិភពលោកភាគច្រើនដើរចេញពីគ្រួសារបានទទួលការផ្ទេរមកពីឪពុកម្ដាយដូច្នេះគេមរតកនោះគឺមានន័យថាបានមកពីមួយចំនួនមនុស្សដោយហោចទៅរីឯអ្នកមានប្រភេទខ្លះទៀតគឺកើតចេញអំពីការឆ្លាតវៃជាដើមក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីដើម្បីคลายទៅជាអ្នកមានម្នាក់គឺត្រូវតែមានផែនការសម្រាប់ខ្លួនឯងយ៉ាងពិតប្រាកដទើបមានអាចคลายទៅជាអ្នកមានបានការប្រកបមុខរបររកស៊ីខ្មែរយើងតែងតែផ្ដល់ដំបូលមានថាលើកច្រវាឲ្យសម្លឹងត្រើយគឺមានន័យថាបើចង់ប្រកបមុខរបរអ្វីមួយត្រូវតែគិតអនាគតដ៏វែងឆ្ងាយនៅពេលខាងមុខដូច្នេះបើចង់คลายទៅជាអ្នកមានស្រុកស្ដំម្នាក់ត្រូវចាប់អារម្មណ៍ដោយយកចិត្តទុកដាក់រាល់កិច្ចការងារនិងមុខរបរអ្វីតាំងពីដំបូងហើយបន្ទាប់មកបង្កើនគំនិតមហិច្ឆតានិងគំនិតហាត់ព្យាយាមត្រេះរិះបទពិសោធន៍ណាល្អទើបអាចជំនះទៅមុខបានបើទោះជាមុខរបរនោះតូចយ៉ាងណាក្តីក៏មានលក្ខណៈជាបច្ចេកទេសបច្ចេកវិទ្យាសាស្ត្រដែលមនុស្សម្នាក់នឹងចង់คลายទៅជាអ្នកមានយើងត្រូវត្រៀមខ្លួនឬគួររៀបចំខ្លួនរៀបចំវិធីជាមុនសិនចឹងនៅក្នុងអត្ថបទនេះបងប្អូនយល់យ៉ាងណាដែរចំពោះការលើកឡើងថាត្រៀមខ្លួននេះបងប្អូនអញ្ចឹងវាអាចនិយាយដោយល្អទៅគឺថាចង់คลายចង់មានទ្រព្យសម្បត្តិគឺយើងត្រូវតែរកចង់คลายជាអ្នកមានម្នាក់ត្រូវតែគិតក្នុងវិធីផ្សេងមិនមែនលួចគេណាបងប្អូនគឺរកវិធីដើម្បីឲ្យខ្លួនឯងនឹងទទួលបាននូវលទ្ធផលល្អការរកវិធីនេះគឺមានន័យថាស្វែងរកកលឹះដើម្បីចូលទៅចិត្តរបស់នោះបើយើងចង់ចាប់ខ្លាគឺយើងចូលទៅក្នុងរូងខ្លាមែនទេបងប្អូនប៉ុន្តែមិនមែនថាចូលទៅហើយអត់មានសត្រាវុធអីណាគឺត្រូវតែមានខ្សែមានដំបងមានកាំបិតអីជាដើមអញ្ចឹងការចូលទៅរកលុយរកកាក់ហ្នឹងគឺត្រូវតែមានចំណេះមានជំនាញមានចំណង់មានចំណូលចិត្តអូខេវីដេអូនេះមានតែប៉ុណ្ណេះទេអរគុណហើយកុំភ្លេចជួយ follow ចុច subscribe channel ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនជម្រាបលា